skin sword ទាំងនេះយើងអត់គួរប្រើប្រមូលតំបន់ឬក៏ពេជ្រពណ៌លឿងយកទៅទិញទេចាំខ្ញុំប្រាប់ពីមូលហេតុហើយ skin ដែលយើងអត់គួរមើលរំលងនោះគឺជា skin អត្តសញ្ញាណជាតិរបស់យើងនោះគឺ skin Luyi Lady Dragon នៅពេលដែលយើងទិញ skin Lady Dragon ហើយយើងយកមកដាក់តាំងនៅកន្លែង profile game របស់យើងមកហើយដល់ពេលដែលយើងបើកមើលម្ដងទៅមានអារម្មណ៍ថាអែមខ្លាំងមែនតើចូលមកប្រធានបទរបស់យើងវិញមិនបានខ្ញុំអត់ឲ្យគ្នាយើងយកប្រមូលតំបន់ទៅទិញ skin sword ទាំងអស់ហ្នឹងចម្លើយហ្នឹងគឺគ្នាយើងមួយចំនួនហ្នឹងគាត់បានដឹងហើយដោយសារតែគ្នាយើងហ្នឹងគាត់មានskin នៅក្នុង sword អ្នកខ្លះមានដល់3អ្នកខ្លះមានដល់4នៅក្នុង sword ទាំងអស់ហ្នឹងហើយអ្នកខ្លះទៀតមានរហូតដល់ mix skin នៅក្នុង sword ទាំងអស់ហ្នឹងទៀតផងហើយទាំងដែលអត់បានទិញសូម្បីតែមួយ skin អញ្ចឹងបានមកពីណាបើអត់ទិញចម្លើយនោះគឺបានមកពី event ដែលមានការ free ticket Pavel ticket 10ដងចូល skin epic 1អីអញ្ចឹងទៅអញ្ចឹង Pavel 10ដងយើងច្រើនតែចូល skin sword ទាំងប្រហែលដែលខ្ញុំនិយាយខាងលើហ្នឹងហើយដូចជា sword light bound នេះអញ្ចឹងខ្ញុំមាន4 skin ឬ5 skin អត់មានតែ fanny មួយទេ4 skin ដែលខ្ញុំបានហ្នឹងមកគឺបានមកពីការ Pavel ticket ទាំងអស់ហ្នឹងហើយដូចជា sword blessing នេះអញ្ចឹងខ្ញុំមាន5 skin លើ5 skin តែខ្ញុំអត់មានបានទិញសូម្បីតែមួយហើយ sword saber នេះក៏អញ្ចឹងដែរ mix skin តែខ្ញុំមិនបានទិញទេគឺបានមកពីការ Pavel ticket ទាំងអស់អញ្ចឹងបានខ្ញុំអត់ចង់ឲ្យគ្នាយើងណាប្រើ promote diamond ទៅទិញ skin sword ដែលខ្ញុំនិយាយខាងលើទាំង5ហ្នឹងអញ្ចឹងគ្នាយើងអាចយកទៅទិញ skin epic ផ្សេងឬក៏ទៅបើក recall តាមចិត្តគ្នាយើងទៅ